បរោះម្នាក់បានបើកទ្វារបន្ទប់ទឹកភ្លាមនោះគេក៏បានឃើញក្មេងស្រីម្នាក់កំពុងតែអង្គុយនៅលើចានបង្គន់ធ្វើឲ្យបរោះនោះមានការភ្ញាក់ផ្អើលខ្លាំងហើយគេក៏បានធ្វើការសំទោសទៅកាន់ក្មេងស្រីរួចក៏ចាក់ចេញពីទីនោះយ៉ាងបន្ទាន់បរោះនោះបានចេញមករងចាំខាងក្រៅយ៉ាងយូរមុននឹងគេធ្វើការចូលទៅក្នុងបន្ទប់នោះម្ដងទៀតតែលើកនេះគេក៏បានប្រទះឃើញក្មេងស្រីម្នាក់នោះកំពុងតែបដូរសម្លៀកបំពាក់នៅទីនោះទៀតបរោះនោះក៏បានប្រញាប់បិទទ្វារហើយចេញមកក្រៅសាជាថ្មីរួចនិយាយថានាងមានរូបរាងស្អាតបាតណាស់តែហេតុអ្វីនាងមិនចេះចាក់សោតបន្ទប់ឲ្យបានល្អមុននឹងធ្វើនៅរឿងទាំងអស់នោះដោយគេមិនបានដឹងថាក្មេងស្រីម្នាក់នោះគឺជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ប្អូនស្រីរបស់ខ្លួននោះទេបន្តិចក្រោយមកក្មេងស្រីនោះបានយករឿងដែលបានកើតឡើងប្រាប់ទៅកាន់ប្អូនស្រីដែលជាមិត្តភក្តិរបស់នាងហើយបរោះនោះបានដើរចុះមកពីបន្ទប់ទឹកក្មេងស្រីនោះបានឃើញគេភ្លាមនាងហាក់បីដូចជាមានការអៀនខ្មាសហើយក៏ប្រញាប់ចាក់ចេញពីទីនោះតែមុននឹងនាងចាក់ចេញក្មេងស្រីដែលប្អូនស្រីរបស់បរោះនោះក៏បានធ្វើការស្អីបន្ទោសឲ្យបងប្រុសរបស់នាងដោយគិតថាគេបានធ្វើនៅទង្វើរហ័សព្រំដែនលើមិត្តរបស់គេតែបងប្រុសក៏បានប្រាប់នាងថាសកម្មភាពទាំងនោះគឺគ្រាន់តែរឿងចៃដន្យប៉ុណ្ណោះព្រោះគេមិនមែនជាព្រាននារីដែលចូលចិត្តធ្វើនៅរឿងស្មោកគ្រោកនោះទេតែដោយសារតែសោទ្វារបន្ទប់ទឹកនោះខូចហើយរបើកទើបបានជាគេគិតថាគ្មានមនុស្សនៅក្នុងនោះប្អូនស្រីក៏បានប្រាប់ទៅស្រីម្នាក់ដែលជាមិត្តភក្តិរបស់គេថាថ្ងៃក្រោយបើសិនជាបងប្រុសនាងនៅតែធ្វើទង្វើទាំងអស់នោះដាក់នាងទៀតនាងនឹងវាយគេឲ្យតតែស្លាប់មិនខានតែក្រោយពេលដែលក្មេងស្រីនោះចាក់ចេញទៅហើយប្អូនស្រីក៏ចាប់ផ្ដើមបញ្ចេញកំហឹងដាក់បងប្រុសដោយបានសួរបងប្រុសថាតើគេមានបំណងអីមកលើមិត្តភក្តិរបស់នាងឲ្យពិតប្រាកដតែបងប្រុសបានប្រាប់ថាទាំងនោះគឺជារឿងចៃដន្យតែហេតុអ្វីបានជានាងនៅមិនជឿគេទៀតប្អូនស្រីក៏បានបន្តថាបើសិនជាបងប្រុសពិតជាចូលចិត្តមើលមនុស្សស្រីផ្លាស់ខោអាវមែនចាំនាងដោះឲ្យគេមើលឲ្យឆ្អែតបងប្រុសឃើញដូចនោះគេក៏ប្រញាប់ទាញប្អូនស្រីឲ្យបិទអាវនោះវិញហើយសន្យាថាលើកក្រោយគេនឹងមិនឲ្យមានរឿងចឹងកើតឡើងទៀតនោះទេថ្ងៃបន្ទាប់នៅតាមផ្លូវក្មេងស្រីនោះត្រូវបានមិត្តរួមថ្នាក់របស់នាងសុំធ្វើជាមិត្តប្រុសតែនាងមិត្តព្រមហើយថែមទាំងប្រាប់គេថាឲ្យឈប់មករំខាននាងថែមទៀតផងបន្ទាប់មកនាងក៏ព្យាយាមដើរចេញតែបុរសម្នាក់នោះក៏បានចាប់ដៃរបស់នាងហើយអូសនាងទៅកាន់កន្លែងរបស់គេទាំងទឹកមុខពោពេញដោយកំហឹងពេលនោះបុរសដែលជាបងប្រុសមិត្តរបស់នាងបានឃើញដោយគេបានដាំក្រោកនាងនឹងប្រុសម្នាក់នោះតែដោយសារមិនចង់និយាយជាមួយបុរសនោះច្រើនមិត្តរួមថ្នាក់ប្រុសនោះក៏បានប្រាប់ឲ្យបុរសនោះថយចេញទៅឲ្យឆ្ងាយហើយគេក៏បន្តអូសដៃក្មេងស្រីនោះបន្តទៀតដោយឃើញសភាពរបស់ក្មេងស្រីដូចជាមានការចាប់បង្ខំបុរសដែលជាបងប្រុសក៏បានរត់ទៅទាញដៃក្មេងស្រីនោះចេញធ្វើឲ្យមិត្តរួមថ្នាក់នោះខឹងហើយមានបំណងចង់វាយមកលើបុរសនោះតែបែរជាត្រូវបុរសនោះដាក់គេមួយដៃមុនធ្វើឲ្យគេដួលសន្លប់នៅលើផ្លូវនោះតែម្ដងធ្វើឲ្យក្មេងស្រីនោះភ្ញាក់ផ្អើលជាខ្លាំងពេលនោះបុរសជាបងប្រុសក៏បានដើរចេញបន្តិចក្រោយមកមេឃក៏បានធ្លាក់ភ្លៀងធ្វើឲ្យក្មេងស្រីនោះចាប់ផ្ដើមទទឹកព្រោះតែនាងមិនបានយកឆ័ត្រមកតាមខ្លួនតែភ្លាមនោះបុរសជាបងប្រុសមិត្តភក្តិបានត្រឡប់មកវិញហើយប្រគល់ឆ័ត្រទៅឲ្យនាងធ្វើឲ្យក្មេងស្រីចាប់ផ្ដើមមានអារម្មណ៍មិនថាចូលចិត្តបុរសនោះពីពេលនោះមកហើយនាងក៏បានសួរមិត្តដែលជាប្អូនស្រីបុរសនោះថាតើបងប្រុសរបស់នាងចូលចិត្តមនុស្សស្រីបែបណាក្មេងស្រីនោះបានប្រាប់គេថាបងប្រុសរបស់នាងចូលចិត្តមនុស្សស្រីដែលស្អាតហើយស្តាប់បង្គាប់នៅថ្ងៃបន្ទាប់ក្មេងស្រីនោះក៏បានបង្ហាញខ្លួននៅផ្ទះបុរសនោះម្ដងទៀតដោយនាងបានស្លៀកសម្លៀកបំពាក់ជាមនុស្សស្រីពេញវ័យហើយអង្គុយនៅក្បែរបុរសដោយទំនុកចិត្តនិងចាប់ផ្ដើមធ្វើការនិយាយទៅកាន់បុរសនោះភ្លាម